អីយោហើយតែគេកូនតារាល្បីក៏ដូចយើងប៉ុណ្ណឹងសិតបាយមកចេញណាវីដេអូនេះតាំងពីថ្ងៃខួបកណាត់អាប់បឺតដល់អ្នកនរគ្នាទើបតែបានកាត់កម្មវិធីកូនជាប្រកចូលមកភ្លាម idol យើងទាំងពីរចេញមកទទួលហ្មងហើយខ្ញុំក៏បានជួយលើកកដោរបស់ផាផាក៏ដូចជាបងស្រីខ្ញុំហ្នឹងមកដែរឲ្យកដោឲ្យថតរូបតិចតួចហើយគឺយើងមកតុកញ៉ាំអីហ្មងអ្នកនរគ្នាទៅកម្មវិធីគេរៀងយប់អញ្ចឹងតែអាល់បឺតគឺចូលដេកគេអ្នកនរគ្នាតដាស់មកវិញដាស់មកគឺផងទៅ playground ទៅអត់ចង់ចូលជួបពីណាទេតែព្រឹកថាមានលុយមានអីទុកទិញថយទិញអីអញ្ចឹងទៅមកមួយគេមួយឯងហើយក៏មានជាការឲ្យសាប៊ូផាផារបស់អូនបែងលេងសើចអីសាប៊ូគេទៅតែចេញមិនតែផ្ទុះដែរហ្នឹងខ្ញុំក៏បានយកកដោរបស់ខ្ញុំមកឲ្យអាល់បឺតមើលដូចគ្នាខ្ញុំទិញកដោនេះខ្ញុំគិតថាអាល់បឺតប្រកាសជាចូលចិត្តឯដោយសារតែអាល់បឺតឲ្យតែទៅផ្ទះម្ដងណាឲ្យទៅជិះ Lambo ទៅគឺដឹងតែសវ៉ាមករោ Lambo តែមានណាខុសពីការរំពងទុកឃើញកដោអញ្ចឹងហើយគឺបាយមុខចេញហ្មងអីមួយយ៉ាងអីនេះអូចាប់អីតែមានណាយើងទិញឲ្យហើយអីពេញចិត្តអាហ្នឹងស្រ័យលើម្ចាស់ខួបអីកម្មវិធីនេះកម្មវិធីកូនក្មេងហ្មងអ្នកនរគ្នាគេរៀបចំ playground ដើម្បីឲ្យកូនក្មេងលេងហ្មងអានេះសិតតែម្ចាស់ខួបមួយមិត្តម្ចាស់ខួបឯនេះហ៎តពីអាអនមួយអាវ៉ឺតហើយក៏មកតុកញ៉ាំអីវិញអ្នកនរគ្នាហើយមកយូរដែរអ្នកនរគ្នាទៅជប្រកបមកកេះវិញថាអាវ៉ឺតហ្នឹងព្រមជិះ Lambo វិញហើយដល់លឺអញ្ចឹងចាំកាលឈប់ញ៉ាំអីហើយគឺស្ទុះមកថតភ្លាមមិញហ្នឹងរៀងល្អតែឥឡូវគេត្រូវគ្នាវិញហើយនេះនឹងគេចេះជិះឡានហើយចេះបើកទ្វារទៅមុខថយក្រោយអីមកអែមរបស់គេហើយលើថាបានកដោហ្នឹងទៅដល់ផ្ទះគេជីកទៀតណាដល់ខ្ញុំដែរតែតធ្វើអញ្ចឹងទៅម្ចាស់កដោគេមានទឹកចិត្តទិញឲ្យណាគ្រាន់ឃើញកដោងាកមកចេញមិនបន្ទាប់ពីហ្នឹងមកក៏មានជាការញ៉ាំអីជាមួយនឹងការរំលែងកំសាន្តអីចឹងណាអ្នកនរគ្នាធម្មតាកម្មវិធីសិល្បៈបើសិនបើអត់មានសិល្បៈក៏មិនកើតខ្ញុំចេះរំគួរសមដែរប៉ុន្តែដល់ពេលគេហៅឡើងឆាកអញ្ចឹងគឺអត់ដឹងធ្វើអីគឺវាធ្វើខ្លួនអត់ត្រូវតែម្ដងហើយបាក់ព្រឹកយើងវិញគឺសបាយយោណានៅកម្មវិធីកូននេះប៉ុន្តែម៉ាក់ប៉ាវិញគឺមានជាការសបាយអស់ស្ទះហ្មងនេះទាំងបងខ្ញុំទាំងមុងវិតអីគឺមកហើយបងវិតវិញមែនអូយបត់អីក៏ចេះដែរញោមទៅគឺមួយយប់ហ្នឹងគឺមានតែគាត់មកក្បាលមេខូក៏អត់តម្លាក់វិដៃណាបន្ទាប់ពីបងវិតមកក៏មានបងខ្ញុំដែរខ្លួនដូចជំទាវមួយក៏ដោយតែកម្មវិធីអ្នកចិត្តស្និទ្ធហើយគឺគ្មានអីក្រៅពីពឹកថាពឹកទេបងផ្លយវិញគឺចេះគ្រប់ទម្រង់ហ្មងអ្នកនរគ្នាសិល្បៈវិញខ្លួនឆ្ងល់ជាព្រឹកទៅរក assistant មកពីណាស្អីក៏ចេះស្អីក៏ទៅរួចដែរអ្នកនរគ្នាហើយក៏មានការ perform ពី dancer របស់ជាព្រឹកដែរណាគេហួមជិះមកគឺ smooth ហ្មងបែបជំនាញហ្មងចាប់កម្មវិធីត្រូវមកផ្ទះវិញដល់ពេលយប់អញ្ចឹងគឺត្រូវតែដុសធ្មេញហ្មងមិនដែរទេអ្នកនរគ្នាសាកសម័យទៅបើសិនបើអ្នកនរគ្នាគេងពី5ទៅ8ម៉ោងអត់មានដុសធ្មេញហ្មងបាក់តេរីចំណីអាហារដែលជាប់នៅធ្មេញរបស់អ្នកនរគ្នានឹងតែអត់បានសម្អាតទេគឺវាងាយនឹងធ្វើឲ្យធ្មេញរបស់អ្នកនរគ្នាឆាប់សឹករិចរិលហ្មងអ្នកនរគ្នាអត់តមានថ្នាំដុសធ្មេញដែលត្រូវចិត្តទេអ្នកនរគ្នាអាចសាកជាមួយនឹង Astan បានវាជួយបំបត្តិបញ្ហាក្លិនមាត់និងធ្វើឲ្យសម្អាតធ្មេញរបស់អ្នកនរគ្នាឲ្យកាន់តែស្អាតកំដកកបោក៏ដូចជាធ្វើឲ្យធ្មេញរបស់អ្នកនរគ្នាសតាមបែបធម្មជាតិចេះតែនិយាយអ្នកនរគ្នា feedback គឺមករាល់ថ្ងៃហូរដូចទឹកអញ្ចឹងហើយទៅចូលសុកថ្មីអ្នកនរគ្នាគ្រាន់តែថាចូលបានតិចមែនតែអញ្ចឹងអ្នកនរគ្នាអាចទៅរកតាមទីផ្សារក៏ដូចជាតំណែងចែកចាយបាន